បាទសូមជម្រាបសួរពុកម៉ែយាយតាបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះគឺយើងទៅទស្សនាបាទទាក់ទងនឹងទិដ្ឋភាពបាទបាទបងប្អូនប្រជាពលរដ្ឋក៏ដូចជាយុវជនបាទយុវវ័យបាទក្មេងៗដែលគាត់ទៅដើរលេងកម្សាន្តនៅក្នុងខេត្តបាត់ដំបងបងប្អូនណាបាទគឺមានការចូលរួមបាទច្រើនកុះករមែនទែនសម្រាប់នៅថ្ងៃទី1នៃពិធីបុណ្យចូលឆ្នាំក៏ដូចជានៅថ្ងៃទី2បាទនៃពិធីបុណ្យចូលឆ្នាំបាទគឺមានច្រើនកុះករដែលគាត់អញ្ជើញចូលរួមបាទហើយនៅក្នុងខេត្តផ្សេងៗហ្នឹងដូចជាមិនទាន់មានក្នុងការផុសឬក៏share ទាក់ទងនឹងមានប្រជាពលរដ្ឋច្រើនកុះករដូចនៅក្នុងខេត្តបាត់ដំបងទេបាទអាចថាឆ្នាំ2025នៃពិធីបុណ្យចូលឆ្នាំខ្មែរបាទសម្រាប់ឆ្នាំនេះបាទអាចនឹងខេត្តបាត់ដំបងទទួលបានបាទជ័យជំនះឬក៏យ៉ាងម៉េចយើងចាំមើលលទ្ធផលចុងក្រោយបងប្អូនណាកាលពីឆ្នាំទៅមិញដូចជានៅខាងខេត្តសៀមរាបបាទខេត្តសៀមរាបគឺទទួលបានជ័យជំនះទទួលបានបាទនៅភ្ញៀវជាតិក៏ដូចជាភ្ញៀវអន្តរជាតិក៏អញ្ជើញចូលរួមបាទច្រើនកុះករមែនទែនបាទហើយនៅក្នុងខេត្តបាត់ដំបងហ្នឹងគឺទទួលបានលេខ2បាទនៅក្នុងកាលពីឆ្នាំបាទ2024បាទដោយឡែកគឺសម្រាប់ឆ្នាំ2025នេះបងប្អូនអាចនឹងខេត្តបាត់ដំបងអាចនឹងទទួលបានជ័យជំនះបាទឬក៏យ៉ាងម៉េចចាំមើលយើងនឹងតាមដានបាទព័ត៌មានជាបន្តទៀតនៅពេលដែលបញ្ចប់កម្មវិធីបាទពិធីបុណ្យចូលឆ្នាំខ្មែរនៅក្នុងបាទថ្ងៃស្អែកមួយថ្ងៃទៀតនិងថ្ងៃខាងស្អែកយើងនឹងប្រកាសលទ្ធផលថាបាទខេត្តណានឹងទទួលបានជ័យជំនះផងដែរបាទសម្រាប់ខេត្តបាត់ដំបងបងប្អូនណាបាទគឺនៅតំបន់មួយចំនួនគឺទទួលបាននៅបាទទឹកភ្លៀងបាទទឹកភ្លៀងបានបាទទម្លាក់មកបាទនៅតាមតំបន់មួយចំនួនក៏ដូចជាបាទនៅតាមភូមិនៅតាមបាទឃុំមួយចំនួនហ្នឹងគឺទទួលបាននៅទឹកភ្លៀង2ថ្ងៃជាប់គ្នាតែម្ដងបងប្អូនគឺនៅថ្ងៃចូលឆ្នាំទី1បាទក៏ដូចជានៅថ្ងៃចូលឆ្នាំទី2ហ្នឹងក៏ទទួលបាននៅទឹកភ្លៀងបាទយ៉ាងច្រើនផងដែរបាទគឺថាបាទត្រជាក់ត្រជុំមែនទែនបងប្អូនសម្រាប់នៅក្នុងខេត្តបាត់ដំបងបងប្អូនបាទនៅកាលពីឆ្នាំត្មិញបាទនៅកាលពីឆ្នាំត្មិញគឺមានព្រះភិរុននឹងបានទម្លាក់នៅបាទទឹកភ្លៀងអីហ្នឹងបាទគឺបន្តិចបន្តួចដែរបាទកាលពីឆ្នាំត្មិញនៅក្នុងពិធីចូលឆ្នាំខ្មែរណាបាទគឺមានទឹកភ្លៀងបន្តិចបន្តួចបាទដោយឡែកគឺសម្រាប់ឆ្នាំ2025នេះបាទគឺមានទឹកភ្លៀងរហូតដល់2ថ្ងៃហើយបាទកាលពីថ្ងៃទី1នៃពិធីបុណ្យចូលឆ្នាំក៏ដូចជានៅថ្ងៃទី2បាទនៃពិធីបុណ្យចូលឆ្នាំហ្នឹងក៏មានទម្លាក់នៅទឹកភ្លៀងបាទច្រើនមែនទែនបាទអញ្ចឹងគឺសម្រាប់ថ្ងៃស្អែកចាំមើលបើសិនជាទឹកភ្លៀងបន្តធ្លាក់ទៀតឬក៏យ៉ាងម៉េចមិនទាន់ដឹងច្បាស់ទេបងប្អូនបាទប៉ុន្តែអ្វីដែលខាងក្រុមការងារយើងក៏ដូចជាយើងឃើញនៅបាទនៅការបង្ហោះតាមបណ្ដាញសង្គមផ្សេងៗគឺបាទខេត្តបាត់ដំបងគឺទទួលបាននៅបាទភ្ញៀវដើរលេងកម្សាន្តច្រើនកកទាំងបាទភ្ញៀវជាតិក៏ដូចជាភ្ញៀវបាទអន្តរជាតិបាទបានអញ្ជើញចូលរួមយ៉ាងច្រើនកកមែនទែនសម្រាប់ឆ្នាំ2025នេះហើយដោយឡែកគឺខ្ញុំបានទទួលនៅបាទព័ត៌មានមួយដែរគឺនៅឯប្រទេសថៃគឺនៅកាលពីចូលឆ្នាំទី1បាទចូលឆ្នាំទី1គឺមានការរញ្ជួយដីបាទកម្រិតបាទ3.5 Richter បាទកម្រិត3.5 Richter នៅក្នុងប្រទេសថៃក៏ដូចជានៅឯប្រទេសភូមាប៉ុន្តែគាត់ថាការរញ្ជួយនោះគឺវាបាទតិចតួចទេគាត់ថាមកដូចថាធ្វើឲ្យយើងផ្អើលភ័យដែរណាបាទនៅក្នុងខេត្តបាទប្រទេសថៃបាទនៅក្នុងប្រទេសថៃបាទសម្រាប់នៅកម្ពុជាយើងគឺទទួលបាននៅបាទបាទសុខសប្បាយបងប្អូនកំពុងតែសប្បាយរីករាយជួបជុំបងប្អូនបាទញាតិមិត្តដែលអញ្ជើញបាទមកជួបជុំបងប្អូនទាំងឆ្ងាយទាំងជិតក៏ដូចជាដើរលេងកម្សាន្តបាទនៅតាមតំបន់ផ្សេងៗហើយបាទសង្ឃឹមថានៅសម្រាប់ឆ្នាំឱកាសក្រោយៗទៀតនឹងទទួលបាននៅបាទភ្ញៀវចូលច្រើននៅក្នុងខេត្តបាត់ដំបងក៏ដូចជាខេត្តបាត់ដំបងនឹងមានការរៀបចំទទួលនៅភ្ញៀវជាតិក៏ដូចជាអន្តរជាតិឲ្យច្រើនឲ្យប្លែកសប្បាយរីករាយជាងឆ្នាំនេះទៅទៀតផងដែរបាទអរគុណណាស់បាទជួបគ្នាជាបន្តទៀតនឹងបាទយើងនឹងបន្តតាមដានព័ត៌មានចុងក្រោយបាទដែលតាក់ទងនឹងពិធីបុណ្យចូលឆ្នាំថាតើខេត្តណាបាទនឹងទទួលបានជ័យជំនះបាទភ្ញៀវចូលរួមទាំងភ្ញៀវជាតិក៏ដូចជាអន្តរជាតិបាទច្រើនជាងគេនៅក្នុងប្រទេសកម្ពុជាយើងបាទជួបគ្នាជាបន្តទៀតផងដែរបាទសម្រាប់ពេលនេះខ្ញុំបាទសូមគោរពលាបាទសូមអរគុណ